Trâu đây chừng ra vô mình đang thật kia này dê nè nà con nè nà trâu thì vậy bong cha ông anh mấy nè bất chỉ cha mấy bong sầm đây là bom pi bảy mắn vừa pua về hàm mọt mình rồi to tại sao ngày cõi nhom tơแต่ khát khom រៀន សូត្រ ពី បង ចា ហើយ អើយ ពៅ អ៊ី ឲ្យ តែ លឺ ឈ្មោះ បង គេ ញញឹម បាត់ មន់ ចិត្ត ទេ ខ្ញុំ នឹង ធ្វើ មេន ដើរ ជូន លោក បង មិន ខុស ទេ អញ និយាយ ចំ នៅ ពេល ដែល យើង កំពុង និយាយ ឯង លូក មាត់ មក និយាយ ដែរ ខ្ញុំ គ្រាន់ តែ ចង់ ជួយ លោក បង តា ឯង ថា រស់ ស៊ី ជា ការ សំខាន់ បាន សេចក្តី ថា ម៉េច នឹង សម្ដី របស់ ឯង នេះ បាន សេចក្តី ថា ជីវិត ពូហ្វាន់ មិន សំខាន់ ទេ ហ៎ នៅ ក្នុង ស្ថានភាព បែប នេះ ឯង បែរ ជា និយាយ ពាក្យ ផ្ទុយ នឹង យើង ទៅ វិញ ណាក់ ដល់ ទី គេ ពិត ជា ដឹង ថា ផ្ទៃ ក្នុង របស់ យើង មិន ត្រូវ គ្នា ធ្វើ យ៉ាង នេះ គេ ច្បាស់ ជា ហ៊ាន អុក ឡុក យើង ហើយ មិន ដល់ ថ្នាក់ នំ ពេក ទេ ថ្ងៃ មួយ ថ្ងៃ ឯង ត្រូវ តែ យើង គ្មាន ប្រយោជន៍ អី ទេ កាល ពី មុន យើង ប្រាប់ ឯង ម្ដង រួច ទៅ ហើយ ឯង មិន ត្រឹម តែ មិន កែ ប្រែ បែរ ជា លើស ដើម ទៅ ទៀត ចាប់ ពី ថ្ងៃ ស្អែក នេះ តើ ឯង ទៅ ធ្វើ ការ ក្នុង ប៉ា សាន់ស៊ុយ គ្មាន ការ សំខាន់ កុំ មក ជួប យើង ឲ្យ សោះ លោកប៉ាពិសាស្រាលល្មមហើយកុំពិសាច្រើនពេកណាអើប៉ាដឹងអើយអញ្ជើញលោកបងអញ្ជើញបាទអានេះមកញ៉ាំតែមួយកែវសិនតើនេះជាទឹកតែពិសេសសម្រាប់ឯងរួចឯងមើលអីហ្នឹងយើងកំពុងតែពិនិត្យឯងត្រូវក្របទៀតហើយហ៎បើសិនជាត្រូវក្របយើងខ្វាក់ភ្នែកបាត់ទៅហើយរបួសបន្តិចបន្តួចទេណែយើងណាស្មានថាឯងវាត្រូវក្របហើយនិយាយតាមត្រង់ទៅចុះបើកាលមុនទៅយកលុយមិនទុនដៃទុនជើងនិងกระដាស់នៅចំពោះមុខបងចែនោះទេពេលនេះយើងអាចស្លាប់រស់ជាមួយឯងហើយទោះជាយ៉ាងណាក៏ដោយក៏យើងអាចជួយឯងបានដែរណាយើងមិនធ្វើប្រហែលទៀតទេអូណែញ៉ាំទឹកតែសិនទៅណែអាកហ៎ឋានៈរបស់ឯងក្នុងពេលនេះបើឯងនិយាយជាមួយបងចែមួយម៉ាត់ឲ្យឱកាសយើងម្ដងទៀតទៅឥឡូវឯងមើលចុះយើងឈប់กระដាស់ទៀតហើយយើងលែងញញើទៀតហើយកាលពីអាទិត្យមុនណាយើងឡើងលើភ្នំជិះស្គីទៀតផងលបងអ៊ីងយើងខានជួបគ្នាយូរហើយរួចយ៉ាងម៉េចសពថ្ងៃមានគីកាកระដាស់ទៀតទេអីអូមិនក៏ឆាប់ខឹងម៉េចឲ្យខ្ញុំសុំទោសផងណាខ្ញុំមានការចង់និយាយជាមួយបងខ្ញុំបន្តិចអាក៏ចូលទៅក្នុងទៅបាទអូសួស្ដីលោកប៉ាអូសួស្ដីកូនណែបងវេទនាណាបងនៅក្នុងប៉ាអស់3អាទិត្យនៅក្នុងប៉ាបងហត់ណាបងសុកចិត្តជួកឲ្យស្លាប់វាប្រសើរជាងបងប្រុសហ៎បងឯងកំតូចចិត្តអីនេះគ្រាន់តែជាបណ្ដោះអាសន្នទេចាំពី3ថ្ងៃពេលដែលបងចែបានខឹងខ្ញុំនឹងទៅនិយាយជាមួយគាត់ប្រហែលជាឲ្យបងត្រឡប់ទៅវិញមិនខានទេគ្មានបានការទេគាត់មិនពេញចិត្តនឹងបងទេមិនពិតទេបងចែមិនមែនជាមនុស្សប្រភេទនោះទេឯងកាន់ជើងគេព្រោះគេស្រឡាញ់ឯងណាហើយគាត់ជាមួយអ្នកណាក៏ដូចតែគ្នាដែរណែអាកោយើងមានតែបងប្អូន2នាក់ទេបើថ្ងៃក្រោយបងជាមួយបងចែមានទំនាស់នឹងគ្នាតើប្អូនជួយពីណាគេមិនដល់ថ្នាក់នឹងពេកទេបងឯងច្បាស់ជាជួយគេហើយមែនទេខ្ញុំគ្មាននិយាយចឹងឯណាឯងជួយបងហ៎បងប្រុសគ្នាឯងត្រូវតែជួយគ្នាឯងណាក្នុងនេះ$250,000អរគុណអរុនសួស្ដីចន
មានរបស់តែងទួចយកមកផ្ញើឯងគឺកូនមួយញ៉េមួយណាហើយណាឯងយកវាទៅទុកស្ដាប់ទៅខ្ញុំចូលទៅសួរពូហ្វាន់បន្តិចណាបូនប្រុសយើងអរគុណនឹងឯងហើយឯងធ្វើឲ្យយើងមានទឹកចិត្តមានកម្លាំងកម្រើកឡើងវិញតើខ្ញុំអាចជួយបងបានអីខ្លះទៅសិភៅរបស់ឯងយកមកនេះធ្វើឲ្យយើងនេះមានការរំភើបខ្លាំងណាស់យើងឈឺយូរមកហើយមិនដែលកម្រើម្ដងណាសោះយើងស្មានថាវាគ្មានសង្ឃឹមនោមសិនទៅចាំមើលវាយ៉ាងម៉េចអាប្អូនណាណែចាំលោកពូបង្ហាញការពិតឲ្យឯងឃើញណាអូនណាយ៉ាងម៉េចបងចាយមានទូរស័ព្ទអាឡូលោកលីវបាទខ្ញុំចង់ដឹងពីថវិកាចំណូលរបស់អាយងបាទខ្ញុំដឹងថាវាមិនស្របច្បាប់មែនតែខ្ញុំអាចលាក់ការបានបាទខ្ញុំចាំទូរស័ព្ទរបស់លោកបងចាយវិវត្តធំហើយមានរឿងអីពួកឯងមានដឹងទេអត់ស្រួលហើយលោកពូហ្វាន់ត្រូវគេសម្លាប់ហើយឯងដឹងពីណាមកពេលដែលខ្ញុំមកវិញវិទ្យុផ្សាយគ្រប់ទីកន្លែងយើងក៏ឮដែរតែគេគ្មាននិយាយពីជនរងគ្រោះនោះឈ្មោះអីនៅកន្លែងណាទេខ្ញុំមិនដឹងដែរអាឡូគឺខ្ញុំបាទអរគុណឯងជាអ្នកសម្រាប់ពូហ្វាន់ខ្ញុំសម្លាប់បងចែគេគ្រប់គ្នាតែងតែចង់សម្លាប់ពូហ្វាន់បងចោទខ្ញុំជាអ្នកសម្លាប់ខ្ញុំនិយាយតាមត្រង់ទៅចុះបងមានទស្សនៈមិនល្អចំពោះខ្ញុំហើយគេហ៊ានចំណាយ50,000ដើម្បីសម្លាប់ពូហ្វាន់តាមច្បាប់គេបង1/3ជាមុនតែឯងវិញយកពាក់កណ្ដាលជាមុនយើងបានពិនិត្យប្រាក់ចំណូលរបស់ឯងរួចទៅហើយកាលពីថ្ងៃមុនឯងបានបញ្ចូលប្រាក់25,000បើឯងមិនព្រមសារភាពទៅយល់សម្រាប់ឯង
មែនគឺខ្ញុំជាអ្នកសម្លាប់មែនតែខ្ញុំធ្វើបែបនេះមិនមែនព្រោះតែប្រាក់ទេប្រាក់ទាំងនេះខ្ញុំយកមកចែកគ្នាក៏បានដែរខ្ញុំធ្វើបែបនេះក៏ព្រោះតែបងចែពូហ្វាន់មិនស្លាប់រឿងក៏វាមិនងាយចប់ដែរឥឡូវខ្ញុំសុកចិត្តធ្វើជាមនុស្សអាក្រក់ឥឡូវយើងជាអ្នកសម្លាប់គេបងចែឯងគ្មានទោសអីទេបងចែបងប្រាប់ខ្ញុំមកខ្ញុំធ្វើនេះខុសដែរមែនទេយើងមិនចង់ស្លាប់ឯងនិយាយតទៅទៀតទេបងចែអាលោកឯងនៅចាំអីទៀតហេឈប់សិនបងចែបើបងចង់សម្លាប់ខ្ញុំមកចុះទីនេះគ្មានរឿងរបស់ឯងទេឯងចេញទៅយើងបានស្បត់ឲ្យថានរណាសម្លាប់ពូហ្វាន់យើងនឹងសម្លាប់នៅនោះខ្ញុំយល់នេះជាកំហុសរបស់គាត់តែយើងជាបងប្អូននឹងគ្នាខ្ញុំមិនចង់ឃើញគាត់ត្រូវគេសម្លាប់នៅចំពោះមុខខ្ញុំទេបងប្រាប់ខ្ញុំមកតើខ្ញុំត្រូវដោះស្រាយជាមួយឪពុកខ្ញុំយ៉ាងម៉េចកើតខ្ញុំក៏ហៅគាត់ដោយវិធីណាខ្ញុំមិនអាចក៏ហៅគាត់បានទេអាចយើងជាអ្នកក្បត់យើងបើយើងមិនសម្លាប់វាទេថ្ងៃក្រោយយើងមិនជាបងប្អូនមិនកើតឯងនិយាយមកមើលឯងគិតទៅមើលមនុស្សវានេះត្រូវឯងជួយទេអាផ្នែកធំវាមិនចង់បានតំណែងរបស់យើងទេឯងជាអ្នកទទួលកៅអីរបស់យើងបើសិនជាឯងឈឺចារឿងនេះយើងនឹងសម្រាប់ឯងទៀតលោកបងយល់ពីចរិតរបស់ខ្ញុំណាខ្ញុំត្រូវឈរនៅខាងបងប្រុសរបស់ខ្ញុំពួកឯងចាចេញពីទីនេះភ្លាមឈប់មកជួបមុខទៀតចេញទៅបងចែសូមអភ័យទោសខ្ញុំផងថ្ងៃក្រោយបងត្រូវការខ្ញុំបងប្រាប់ខ្ញុំចុះសួស្តីខ្ញុំពេញចិត្តនឹងបងប្អូនឯងទាំងពីរណាចង់អញ្ជើញឯងទាំងពីរចូលក្រុមហ៊ុនរបស់យើងណាបងណាត់គេមកជួបមែនទេផឹកមួយកែវសិនទៅខ្ញុំយល់ថាប្រគល់ក្រុមហ៊ុនប៉ុណ្ណឹងសេះឲ្យតែពួកឯងទទួលខុសត្រូវពួកឯងត្រូវទទួល3ភាគក្នុងមួយត្រីមាសមួយអ្នកអាចទទួលបានប្រាក់ចំនួន40,000ដែរមែនទេយើងមិនបែរកណ្ដុងទៅជុងនឹងបងចែបានទេយើងសម្រេចផ្លាស់មុខរបរហើយបងប្រុសយើងទៅវិញតែអាកឈប់សិនឯងទៅរួចទេជន់ពីលនៅតែជន់ពីលធ្វើពេស្យាមួយថ្ងៃនៅតែជាពេស្យាមែនទេឯងធ្វើរបៀបនេះដូចជាមើងងាយយើងពេកហើយនេះបានសេចក្តីថាឯងចង់ប្រឆាំងនឹងយើងហើយណាលបងឯងដូចជ្រុលពេកហើយតាំងពីទៅរហូតដល់ធំតាមានម្ដងណាដែលខ្ញុំបានអន់ឲ្យបងនោះយើងត្រូវគេវាយម្ដងណាក៏ព្រោះតែបងឯងដែរដើម្បីបងខ្ញុំក្បត់នៅឧត្តមគតិរបស់ខ្លួនយើងធ្វើមិនគប្បីចំពោះបងចែយើងសុកចិត្តស្លាប់រស់ជាមួយឯងឥឡូវឯងបែរជាចង់ឲ្យយើងធ្លាក់ទឹកនឹងឯងទៅវិញតើឯងជាមនុស្សដែរឬទេឯងឈប់មាត់ទៅយើងអត់ទ្រាំនឹងឯងពេកហើយ
ឯងកុំស្មានថាខ្លួនឯងមានមុខមាត់ចំពោះអាចចែបញ្ជាយើងធ្វើនេះធ្វើនោះលីផងសែងផងយើងជាបងប្រុសឯងមិនមែនជាកូនចៅរបស់ឯងទេនៅមានទៀតយើងណែនាំពៅអ៊ីឲ្យទៅអាចចែឯងថាយើងជាចៅមហាឥឡូវឯងហ៊ានស្ដីឲ្យយើងនៅចំពោះមុខអ្នកដទៃតើឯងចាត់ទុកយើងជាបងប្រុសរបស់ឯងទេបងឈប់និយាយពីការខុសត្រូវរបស់យើងក្នុងពេលនេះបានទេខ្ញុំដើរចេញពីទីនេះប្រហែលជាមិនរស់ទេបងប្រុសបងគិតពិចារណាឲ្យមែនតែនទៅបើបងមិនទៅជាមួយនឹងខ្ញុំទេយើងមិនមែនជាបងប្អូនបន្តទៅទៀតទេឈប់សិនសុំតោកុំអាទៅមុខអីបាទនិយាយតាមត្រង់ទៅចុះណាយើងដឹងថាអាយងមិនមែនជាមនុស្សល្អទេអើយខ្ញុំនៅចាំថ្ងៃដែលបងចែដេញខ្ញុំវានៅជន់ជើងខ្ញុំថែមទៀតណាមិនតែប៉ុណ្ណោះទេវាបង្អាប់ខ្ញុំគ្រប់កន្លែងថាខ្ញុំជាមនុស្សកំសាខ្ញុំគ្រាន់តែកដាស់វាសើចំអកខ្ញុំរាប់ឆ្នាំណាហើយអាកកឆាប់រត់ភ្លាមទៅណែអាកកឆាប់រត់ភ្លាមទៅអាយងនាំគេមកហើយឆាប់ឡើងភ្លាមណែឆាប់ទៅលាក់ខ្លួនភ្លាមណាលាក់ខ្លួនក្នុងបន្ទប់ម៉ាស៊ីនភ្លាមណាបើយើងមិនហៅឯងកុំចុះមកឲ្យសោះណាដឹងទេម៉ាអ៊ីងហងមានកាយបងយងណែចូលមកអង្គុយលេងបងឯងមិនស្រួលខ្លួនណាខ្ញុំក្តៅខ្លួនយើងដឹងថាឯងមិនស្រួលខ្លួននឹងហើយបានជាយើងមកមើលឯងហ្នឹងណារួចដៃឯងអីក៏តិចម្ល៉េះណាបងមិនឃើញថងតកកនេះទេហ៎វាតិចអញ្ចឹងហើយឯងឈឺហើយមិនក៏មិត្តរបស់ឯងអត់មកមើលឯងគ្មានទេនាងទៅមកកៅបាត់ហើយយកស្មាននេះហើយឯងមិនតាន់គេងឯងរងចាំតែណាគ្មានទេគ្មានណាចុះហេតុអីក្នុងផ្ទះបាយមានចាន2និងចង្កឹះ2គូដែរអាកកនៅណាខ្ញុំមិនដឹងថាឯងចង់និយាយថាម៉េចទេ